មាត់សមុទ្របងមើលទិដ្ឋភាពស្អាតអត់សួស្ដីបងថ្ងៃនេះអូនមកថតលោកឡាស៊ីកូឲ្យបងមើលម្ដងនេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើលោកឡាស៊ីកូបងមើលខ្លួនឯងយោមាននឹងបន្លែហើយនឹងគ្រឿងទេសទាំងអស់លេជាដំបូងត្រូវហាន់បន្លែទៅសក់សិនបន្ទាប់មកហាន់ប៉េងប៉ោះខ្ទឹមបារាំងរួចហើយយើងរៀបបន្លែបែបនេះអូនក៏មកហាន់សាច់គោបន្តបងមើលតើសាច់គោអូនហាន់ជាបន្ទះស្ដើងអូនហាន់សាច់គោរួចអូនមកហាន់ខ្ទឹមក្រហមដាំខ្ទឹមសបន្ទាប់មកអូនយកខ្ទះដាក់លើចង្ក្រានអូនដាក់ប្រេងបន្តិចរួចដាក់ខ្ទឹមសដែលដាំហើយចូលអូនលីងឲ្យក្រហមបន្តិចទើបដាក់សាច់គោចូលរួចហើយអូនដាក់គ្រឿងផ្សំទាំងអស់ចូលដូចជាស្ករប៊ីចេងទឹកត្រីអំបិលម្រេចប្រេងខ្យងទឹកម្ទេសហើយយើងកូរវាបន្តទៀតដល់តែឆ្អិនក្រោយមកទើបអូនដាក់បញ្ឆៅឆាចូលបន្តិចអូនភ្លក់វាមើលថាឆ្ងាញ់អត់បងអើយឆ្ងាញ់ខ្លាំងណាស់អូនភ្លេចដាក់ដើមខ្ទឹមចូលបន្ទាប់ពីដាក់ដើមខ្ទឹមហើយអូនត្រូវកូរឲ្យសឹកអូនក៏បានដួសដាក់ចានដែលបានរៀបបន្លែរួចបងមើលទៅនោះអត់មើលទៅមុខអូនទៅក៏ឆ្ងាញ់ប៉ុណ្ណាដែរឲ្យមេដៃទៀតនោះបន្ទាប់មកអូនយកដួសដាក់ប្រអប់ដើម្បីទៅដើរលេងជាមួយម៉ាក់អូនងាកមកធ្វើមីគោកពីកញ្ចប់ថែមទៀតមកបងមកដើរលេងជាមួយនឹងអូនពេលទៅដើរអូនត្រូវរៀបតុអង្គុយសិនបងអើយទិដ្ឋភាពគឺស្អាតខ្លាំងណាស់ដូចដើរវីដេអូមិនយ៉ាងចឹងមិនដឹងតែមានពេលវេលា10ឆ្នាំប្រហែលដងទេមកអង្គុយនៅទីនេះអូនក៏បានអង្គុយញ៉ាំអីជាមួយម៉ាក់អូននៅមាត់សមុទ្រមើលថ្ងៃរៀបលិចពិតជាស្រស់ស្អាតណាស់បងអើយមកញ៉ាំអីជាមួយនឹងអូនមកមានបងណាខ្លះចង់អង្គុយញ៉ាំអីជាមួយនឹងអូនទំនងណាស់អើយបងអើយអូនញ៉ាំអីរួចក៏អូនរត់លេងនៅមាត់សមុទ្ររួចហើយអូនក៏បានងូតទឹកសមុទ្រនៅពេលល្ងាចអរគុណបងដែលបានទស្សនាអូនតាំងពីដើមរហូតដល់ចប់